នៅលីវអញ្ចឹងគួរសន្សំលុយឬទេចាស់តែនិយាយលេងថាបើចង់សល់លុយតតែរៀបការបើនៅលីវអញ្ចឹងរកប៉ុន្មានក៏មិនសល់ដែរគិតទៅគាត់និយាយក៏មិនខុសដែរការគ្រប់គ្រងលុយកាក់ពេលនៅលីវនិងពេលរៀបការហើយពិតជាខុសគ្នាមែនព្រោះពេលនៅលីវគ្មានអ្នកហួងហែងដូចនេះក៏ចេះតែចាយលុយច្រើនដោយសារតែមានសេរីភាពពេញទីឯពេលរៀបការហើយវិញត្រូវមានបន្ទុកគ្រួសារច្រើនដូចនេះអិរិយាបថសន្សំក៏មិនអាចដូចការនៅលីវនោះទេប៉ុន្តែមានហេតុផលច្រើនណាស់ដែលយើងគួរចាប់ផ្ដើមសន្សំលុយតនៅលីវ1គ្មានបន្ទុកច្រើនវ័យនៅលីវជាវ័យដែលមានសេរីភាពនិងឯករាជ្យភាពត្បិតអ្នកពុំទាន់មានបន្ទុកច្រើនក្នុងគ្រួសារដូចជាកូនចៅនិងផ្ទះសម្បែងដែលត្រូវខ្វល់ខ្វាយឬចាត់ចែងនៅឡើយទេដូច្នេះអ្នកមានឱកាសនិងពេលវេលាច្រើនក្នុងការរៀបចំផែនការចាយវាយក៏ដូចជាការសន្សំសម្រាប់ប្រើប្រាស់នាថ្ងៃខាងមុខ2មានពេលច្រើនរកចំណូលអ្នកអាចចំណាយពេលវេលាច្រើនផ្ដោតលើការរកចំណូលតាមរយៈការបង្កើតឱកាសការងារផ្សេងធ្វើការក្រៅម៉ោងបន្ថែមឬប្រកបអាជីវកម្មដែលខ្លួនពេញចិត្តដោយប្រើជំនាញមានស្រាប់ឬសាកល្បងធ្វើអ្វីៗថ្មីដើម្បីបង្កើតចំណេះដឹងនិងប្រាក់ចំណូលបន្ថែម3ចំណាយតិចអ្នកមានខ្លួនមួយមានចំណាយមិនច្រើនដូចអ្នកមានគ្រួសារឬមានកូនឡើយទោះបីជាវាអាស្រ័យទៅលើការចាត់ចែងចំណាយរបស់បុគ្គលម្នាក់តែអ្នកនៅលីវអាចសន្សំលុយបានច្រើនតាមរយៈការសន្សំសំចៃលើថ្លៃម្ហូបអាហារនិងថ្លៃចំណាយបន្ទាប់បន្សំកំពេចកំប៉ុកផ្សេងបើធៀបទៅនឹងអ្នកមានបន្ទុកគ្រួសារ4មិនទាន់មានបំណុលរួមបើមិនទាន់មានគម្រោងរៀបការអ្នកប្រហែលជាមិនទាន់មានអ្វីដែលត្រូវព្រួយបារម្ភច្រើនទេតែបន្ទាប់ពីរៀបការហើយអ្នកអាចចាប់ផ្ដើមមានបំណុលរួមគ្នាជាមួយប្តីឬប្រពន្ធហើយអ្នកទាំងពីរនឹងត្រូវខិតខំស្វែងរកប្រាក់ដើម្បីទូទាត់វាជាមួយគ្នា5មានឱកាសរៀបចំហិរញ្ញវត្ថុបានរឹងមាំមុនមានគ្រួសារតើនៅម្នាក់ឯងអ្នកអាចរកលុយសន្សំប្រាក់និងរៀបចំហិរញ្ញវត្ថុឲ្យបានរឹងមាំមុនមានគ្រួសារទោះអ្នកចង់សន្សំទុកប្រើប្រាស់នៅថ្ងៃអនាគតក៏មិនថាសម្រាប់ពេលរៀបការពេលមានកូនឬពេលត្រៀមខ្លួនសម្រាប់គោលដៅណាដែលអ្នកមានឱកាសពេញលេញក្នុងការសម្រេចចិត្តដោយខ្លួនឯងនិយាយដូចនេះមិនមែនមានន័យថាអ្នកមានគ្រួសារហើយក៏មិនអាចសន្សំលុយបាននោះទេគ្រាន់តែការចាប់ផ្ដើមសន្សំលុយទុកតននៅលីវជាជម្រើសកាន់តែប្រសើរដោយសារតែយើងនៅមានឱកាសនិងពេលវេលាច្រើនដូចបានលើកឡើងខាងលើចុះអ្នកទាំងអស់គ្នាវិញគិតថាគូតែចាប់ផ្ដើមសន្សំលុយពីពេលនៅលីវដែរឬទេប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់ប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់បានមកពីពាក្យ sinking fund ហើយត្រូវបានកំណត់ថាជាប្រាក់សន្សំដែលយើងត្រៀមទុកសម្រាប់គោលដៅជាក់លាក់ណាមួយដូចជាសម្រាប់ទិញរបស់ប្រើប្រាស់ឬសម្រាប់សងបំណុលជាដើមសម្រាប់ប្រាក់សន្សំនេះអ្នកត្រូវបែងចែកប្រាក់មួយចំណែករបស់ខ្លួនឲ្យទៀងទាត់ហើយទុកដាច់ដោយឡែកពីប្រាក់សន្សំផ្សេងទៀតប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់ខុសពីកញ្ចប់ប្រាក់ពេលមានអាសន្ននិងប្រាក់សម្រាប់ទូទាត់ត្រង់ថាកញ្ចប់ប្រាក់ពេលមានអាសន្នត្រូវបានត្រៀមទុកសម្រាប់ចាយដែលកើតឡើងក្នុងគ្រាអាសន្នដែលមិនបានរំពឹងទុកមុនឬមិនអាចដឹងពីចំនួននៃចំណាយជាក់លាក់ចំណែកប្រាក់សន្សំទូទៅវិញយើងដឹងតែថាត្រូវសន្សំទុកតែមិនទាន់ដឹងថាសន្សំទុក
សម្រាប់គោលដៅជាក់លាក់ណាមួយនៅឡើយទេយើងមិនបានកំណត់ចំនួនដែលត្រូវសន្សំច្បាស់លាស់ហើយក៏មិនដឹងថាត្រូវសន្សំរយៈពេលប៉ុន្មានឬទុកប្រើប្រាស់សម្រាប់រយៈពេលប៉ុន្មានដែរដោយឡែក sinking fund មានភាពជាក់លាក់ជាងប្រាក់សន្សំធម្មតាក៏ដូចជា emergency fund ព្រោះយើងត្រូវដាក់ប្រាក់សន្សំឲ្យបានទៀងទាត់ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុជាក់លាក់មួយនោះតាមរយៈពេលកំណត់និងទៅតាមចំនួនដែលបានគ្រោងទុកគោលដៅជាក់លាក់នេះសំដៅដល់រាល់ចំណាយណាដែលបានគ្រោងទុកឬដឹងមុនថានឹងត្រូវការលុយទៅទូទាត់ចំនួនប៉ុន្មានមនុស្សម្នាក់អាចមាន sinking fund ដែលផ្ដោតទៅលើគោលដៅជាក់លាក់ណាមួយអាស្រ័យតាមបុគ្គលរៀងៗខ្លួនដូចជាប្រាក់សន្សំសម្រាប់សងបំណុលឬបង់ធនាគារប្រចាំខែឬប្រាក់សន្សំសម្រាប់ការរៀបចំតុបតែងផ្ទះនៅ3ខែក្រោយគោលដៅទាំងនេះគឺសុទ្ធតែយើងបានដឹងមុនដោយមានពេលវេលាកំណត់ច្បាស់លាស់រួមជាមួយនឹងចំនួនទឹកប្រាក់ជាក់លាក់ផងដែរសន្សំដូចគ្នាសោះគ្រាន់តែខុសគ្នាត្រង់ជាក់លាក់ឬមិនជាក់លាក់មិនចាំបាច់បែងចែកវែងឆ្ងាយច្រើនយ៉ាងនាំតែហត់ធ្វើអ្វីការពិតការសន្សំប្រាក់មានគោលដៅជាក់លាក់នេះអាចផ្ដល់ប្រយោជន៍ដល់ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយចំនួនគឺបញ្ជាការដកប្រាក់សម្រាប់ចំណាយដែលយើងអាចដឹងមុនពីកញ្ចប់ប្រាក់សម្រាប់ពេលមានអាសន្នមកចាយផ្ដេសផ្ដាស់ខុសគោលដៅម្យ៉ាងកញ្ចប់ប្រាក់សន្សំសម្រាប់គ្រាមានអាសន្នក៏អាចចាត់ទុកថាជាប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់ផងដែរគឺសម្រាប់ពេលមានអាសន្ននោះឯងបញ្ជាចំណាយធំដល់មិនមានការត្រៀមទុកជាមុនមានប្រាក់សន្សំត្រៀមសម្រាប់ចំណាយដែលបានគ្រោងទុកជាមុននិងមិនប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនជៀសវាងបង្កើតបំណុលមិនចាំបាច់ដោយមិនដឹងខ្លួនដើម្បីបង្កើតប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់នេះអាចអនុវត្តជំហាន3ខាងក្រោម 1. កំណត់គោលដៅជាក់លាក់មួយថាអ្នកសន្សំសម្រាប់ធ្វើអ្វីនិងចង់សម្រេចឲ្យបាននៅពេលណា 2. កំណត់ចំនួនទឹកប្រាក់ត្រូវសន្សំសម្រាប់គោលដៅមួយនោះថាគួរសន្សំប៉ុន្មានជាប្រចាំសន្សំប្រចាំថ្ងៃសប្តាហ៍ឬខែដើម្បីអាចសន្សំបានគ្រប់ចំនួននិងតាមពេលកំណត់ 3. រកកន្លែងទុកលុយសន្សំសមរម្យនិងមានសុវត្ថិភាពមួយដែលអាចទុកដាក់ដោយខ្លួនឯងឬបង្កើតគណនីធនាគារថ្មីមួយផ្សេងដាច់ដោយឡែកពីគណនីប្រើប្រាស់ប្រចាំថ្ងៃដើម្បីដាក់ប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់មួយនោះផែនការហិរញ្ញវត្ថុនឹងប្រាប់យើងថាលុយត្រូវទៅណាជៀសវាងឲ្យយើងឆ្ងល់ពេលក្រោយថាលុយបានទៅណា